ថ្ងៃនេះមានជាការលក់កាហ្វេអត់ដាច់អញ្ចឹងមានតែមករៀនទូរស័ព្ទជាមួយនឹងប្តីឥឡូវប្តីខ្ញុំកំពុងតែអ៊ុតកញ្ចក់ជូនភ្ញៀវអញ្ចឹងខ្ញុំនឹងថតសកម្មភាពខ្លះៗក្នុងការអ៊ុតកញ្ចក់ឲ្យអ្នកទាំងអស់គ្នាមើលពេលនេះប្តីខ្ញុំកំពុងតែគួរអេក្រង់ដើម្បីយកកញ្ចក់មកអ៊ុតបើសិនពុកម៉ែបងប្អូនមានទូរស័ព្ទដែលបែកកញ្ចក់ហើយមិនចង់ដូរទាំងអេក្រង់ស៊ីមអាចយកមកធ្វើកន្លែងខ្ញុំបានហាងទូរស័ព្ទខ្ញុំមានធ្វើជាមួយនឹងការអ៊ុតកញ្ចក់គ្រប់ស៊េរីផ្លាស់ប្ដូរអេក្រង់ធ្វើម៉ាស៊ីនប្ដូរថ្មប្ដូរព្លីមបិទបើកនិយាយរួមគឺជួសជុលគ្រប់មុខគ្រប់ស៊េរីទូរស័ព្ទទាំងអស់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនមានបញ្ហាខូចទូរស័ព្ទបែកអេក្រង់ចង់ផ្លាស់ប្ដូរអេក្រង់ចង់ផ្លាស់ប្ដូរថ្មអីគឺអាចយកមកហាងរបស់ខ្ញុំបានណាតោះអ្នកទាំងអស់គ្នាខ្ញុំប្រម៉ូទហាងតែប៉ុណ្្នឹងទេឥឡូវយើងមកមើលបន្តទៀតឥឡូវយើងកោសអេក្រង់រួចរាល់ហើយពេលនេះយើងត្រូវកោសខ្នងក្រោយម្ដងយើងត្រូវកោសទាំងអេក្រង់យើងត្រូវកោសទាំងខ្នងក្រោយបើយើងអាចយកអេក្រង់ហ្នឹងមកអ៊ុតកញ្ចក់បានយើងកោសខ្នងក្រោយបានហើយយើងត្រូវមួលខ្ចៅចេញយើងមួលខ្ចៅទាំងអស់ហ្នឹងមកដោះថ្មដល់អីចេញអស់ឥឡូវប្តីខ្ញុំកំពុងតែលោកកញ្ចក់ទូរស័ព្ទថាកញ្ចក់ដែលយកមកអ៊ុតហ្នឹងត្រូវគ្នាជាមួយនឹងកញ្ចក់ដែលយើងត្រូវអ៊ុតហ្នឹងអត់អេក្រង់ហ្នឹងបែកខ្លាំងអញ្ចឹងយើងត្រូវដាក់កញ្ចក់ហ្នឹងដើម្បីកុំឲ្យកញ្ចក់ដែលខូចដែលបែកហ្នឹងចាក់សាច់អេក្រង់ខូចឥឡូវយើងរៀបរាល់អស់ហើយយើងរៀបចំជាកញ្ចក់ម្ដងទៀតដើម្បីយកទៅអ៊ុតក្នុងម៉ាស៊ីនការងារពីមួយតំណែងទៅមួយតំណែងគឺពួកយើងភាពចង់មែនតើអញ្ចឹងពុកម៉ែបងប្អូនដែលយកទូរស័ព្ទមកធ្វើកន្លែងខ្ញុំគឺអាចទុកចិត្តបាននឹងធ្វើជូនពុកម៉ែបងប្អូនមកស្អាតមកពេញចិត្តតែម្ដងជាកញ្ចក់រួចរាល់បន្ទាប់មកយើងយកម៉ាស៊ីនយកមកលម្អកាវចេញឲ្យស្អាតបន្ទាប់មកយើងយកមកតេស្តសិនឲ្យប្រកាសថាអេក្រង់ហ្នឹងនៅពេលដែលធ្វើហើយគឺបើកចេញបានយើងចាប់ផ្ដើមយកទៅអុកក្នុងម៉ាស៊ីនឥឡូវគឺថាបើកចេញហើយបន្ទាប់ពីបើកចេញហើយយើងយកទៅដាក់កញ្ចក់ម្ដងទៀតយើងដាក់កញ្ចក់រួចរាល់ហើយឥឡូវដល់វាអុកក្នុងម៉ាស៊ីនម្ដងយើងអុកទុកក្នុងម៉ាស៊ីនរយៈពេល1សន្ទុះមកបន្ទាប់មកចាំយើងយកទៅដេញនៅក្នុងម៉ាស៊ីនដេញពពុះម្ដងឥឡូវឆុងកាហ្វេយកមកឲ្យប្តីកុំឲ្យប្តីអង្គុយចាំទៅនៃមាត់ញ៉ាំកាហ្វេហើយអង្គុយរង់ចាំម៉ាស៊ីនអុកហើយឥឡូវម៉ាស៊ីនអុករួចរាល់ហើយយើងចាប់ផ្ដើមដាក់នៅក្នុងម៉ាស៊ីនដេញពពុះម្ដងទុកឲ្យម៉ាស៊ីនដេញរយៈពេល5នាទីរួចជាការស្រេច